សហព័ន្ធខ្មែរកីឡាហាប់គីដូប្រកាសបើកក្លឹបកីឡាហាប់គីដូនៅសាលារៀនសង្កាត់ស្វាយជ្រុំក្រុងអរិយស័ព្ទខេត្តកណ្ដាលដើម្បីជួយដុសខាត់យុវជនថ្នាលដែលជាទំពាំងស្នងឫស្សីឲ្យក្លាយជាធនធានបន្តវេនដ៏រឹងមាំសហព័ន្ធខ្មែរកីឡាហាប់គីដូប្រកាសបើកក្លឹបកីឡាហាប់គីដូនៅសាលារៀនសង្កាត់ស្វាយជ្រុំក្រុងអរិយស័ព្ទខេត្តកណ្ដាលក្នុងឱកាសនោះដែរលោកប្រធានស្ដីទីបានជួបសម្ដេចសំណាលនិងបើកក្លឹបកីឡាហាប់គីដូថ្មីនៅក្នុងសាលារៀន Smart Start ខេត្តកណ្ដាលដោយមានការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកកកថ្លែងនៅក្នុងឱកាសនោះលោកគួយហុងជាប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូបានក្រើនរំលឹកនិងដាស់តឿនដល់កុមារាកុមារីក៏ដូចជាយុវជនចំនួនក្រោយដែលមានគោលបំណងចង់ចេះក្បាច់គុណការពារខ្លួនឲ្យមានទឹកចិត្តមោះមុតនិងអត់ធ្មត់នឹងការលះបង់ពេលវេលាវឹកហាត់កីឡាព្រោះការចេះចាំមិនអាចកើតឡើងនៅក្នុងរយៈពេលមួយថ្ងៃនោះឡើយលោកប្រធានស្ដីទីបានលើកទឹកចិត្តនិងទទូចឲ្យក្មួយៗសិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រនិងឆ្លៀតពេលទំនេរពីការសិក្សាគួរយកពេលវេលាមកចូលរួមហាត់កីឡាលោកបានបញ្ជាក់ថាសារៈសំខាន់នៃក្បាច់គុណកីឡាហាប់គីដូមានយ៉ាងដូចនេះកីឡាមិនត្រឹមតែជួយឲ្យរាងកាយមាំមួនតែប៉ុណ្ណោះទេតែក៏ជួយស្មារតីភាពវឹងវៃល្អប្រសើរជាងយើងមិនបានហាត់កីឡានៅក្នុងចំណោមកីឡាទាំងអស់មិនថាកីឡាអ្វីក៏ដោយសិតសិនតែជាសារៈសំខាន់តែសម្រាប់ការហាត់កីឡាហាប់គីដូអាចជួយដល់ការពាររាងកាយដ៏រឹងមាំហើយក៏អាចយកទៅការពារខ្លួនបានថែមទៀតពីព្រោះកីឡានេះដែលអាចឲ្យក្មួយៗយកទៅការពារខ្លួនបានពេលជួបគ្រោះអាសន្នហើយការសម្ដែងរបស់ក្រុមកីឡាករកីឡាការិនីរបស់សហព័ន្ធខ្មែរកីឡាហាត់គីដូដែលជាបងនៅថ្ងៃនេះមានការលោតហក់ធាក់ជាដើមគឺគ្រាន់តែជាការសម្ដែងឲ្យបងប្អូនមើលតែប៉ុណ្ណោះដូច្នេះប្រសិនបើបងប្អូនដែលមានបំណងចង់ចូលរួមធ្វើការវឹកហាត់យើងត្រូវតែចាប់ផ្ដើមពីជំហានដំបូងមិនមែនឃើញគេអាចលោតហក់ទាត់ធាក់បានហើយយើងអាចធ្វើបានដូចគេភ្លាមនោះទេអ្វីក៏ដោយគឺត្រូវចាប់ផ្ដើមពីដំបូងផងដែរជាចុងក្រោយលោកគួយហុងជាបានសម្ដែងនៅសេចក្តីសោមនស្សរីករាយយ៉ាងមុតមមថាតាមរយៈការបើកក្លឹបកីឡាហាប់គីដូនៅក្នុងសាលារៀនក្រុងអរិយស័ព្ទខេត្តកណ្ដាលនេះគឺជួយដុសខាត់ដល់យុវជនថ្នាលដែលជាទំពាំងស្នងឫស្សីឲ្យក្លាយទៅជាធនធានបន្តវេនដ៏រឹងមាំនៅក្នុងការតំណាងឲ្យសហព័ន្ធនិងតំណាងឲ្យជាតិចេញទៅប្រកួតលើកមុខមាត់ជាតិនៅលើឆាកជាតិនិងអន្តរជាតិនាថ្ងៃអនាគតគូបញ្ជាក់ថានេះគឺជាក្លឹបទី2ហើយដែលសហព័ន្ធខ្មែរកីឡាហាប់គីដូបានបង្កើតឡើងនៅសាលារៀនដោយក្លឹបទី1ស្ថិតនៅសាលាបាក់ទូកសហព័ន្ធក៏បានចង្អុលចក្ខុវិស័យបង្ហាញឲ្យឃើញថានៅក្នុងការបញ្ជ្រាបកម្មវិធីសិក្សារបស់កីឡាហាប់គីដូច្បាស់លាស់ពីសហព័ន្ធទៅបង្ហាត់បង្រៀនផ្ទាល់តែម្ដង